លដង្ហើមរបស់គាត់ខ្លីហើយចិត្តរបស់គាត់ស្រពេចស្រពិលគាត់បានដើរត្រេតត្រោតទៅរក Charles ដែលសន្លប់ដោយរអ៊ូក្នុងសំឡេងតិចៗថាគាត់ត្រូវការឈាមស្រស់ភាពស្រេកឃ្លានរបស់គាត់ឥឡូវនេះបានគ្រប់គ្រងរាងកាយរបស់គាត់ខ្លាំងជាងការគិតពិចារណាដោយមិនស្តាក់ស្ទើរគាត់បានអោនចុះហើយលើកខ្លួនដែលសន្លប់នោះមកប៊ីក្នុងដៃមើលទៅហាក់ដូចជាថ្នមទោះបីជាមានការស្រេកឃ្លានយ៉ាងសាហាវនៅក្នុងខ្លួនគាត់ក៏ដោយនៅពេលដែលគាត់ចូលកាន់តែជិតដោយទម្លាក់មុខទៅរកករបស់ក្មេងប្រុសនោះ Queen បានខ្សឹបក្នុងសំឡេងស្អកថាគ្រាន់តែបន្តិចទេវាអាចនឹងឈឺបន្តិចសម្រាប់ការចាប់ផ្ដើមដំបូងដោយមិនដឹងខ្លួនមាននរណាម្នាក់កំពុងឃ្លាំមើលលាក់ខ្លួននៅពីក្រោយគុម្ពោតព្រៃនារីរៀងធាត់ម្នាក់ដែលបានតាមដានកូតបានឈរគាំងភ្នែករបស់នាងបើកធំប៉ុន្តែនាងមិនមែនញ័រដោយសារការភ័យខ្លាចទេមុខរបស់នាងប្រែជាក្រហមដោយសារភាពខ្មាស់អៀននាងបានយល់ច្រឡំទាំងស្រុងចំពោះទិដ្ឋភាពនេះតាមទស្សនៈរបស់នាងវាហាក់ដូចជាបុរសម្នាក់ហៀបនឹងថាបុរសម្នាក់ទៀតការសម្រេចសម័យរបស់នាងបានហោះហើរឆ្ងាយខណៈដែលនាងលក់សួរខ្លួនឯងថាតើនេះហៀបនឹងคล้ายជាឈុតឆាកដ៏រំជើរំជួលនៅខឹងច្រកផ្លូវនេះមែនទេប៉ុន្តែនៅពេលដែល Queen ហៀបនឹងខំចំណេះដឹងខ្លួនបានដាស់គាត់ឲ្យភ្ញាក់ឡើងវិញភ្នែករបស់គាត់បោកធំដោយភាពភ័យខ្លាចតើគាត់កំពុងធ្វើអ្វីតើគាត់ពិតជាចង់បឺតឈាមមនុស្សមែនទេគាត់បានទម្លាក់ Charles ទៅដីវិញភ្លាមដោយថយក្រោយធ្វើនឹងទឹកមុខមិនជឿនឹងមានអារម្មណ៍ខុសដង្ហើមរបស់គាត់ញាប់នៅពេលដែលគាត់នឹកឃើញអារម្មណ៍នេះអារម្មណ៍ដូចគ្នាដែលគាត់បានជួបប្រទះពីមុនការពិតបានវ័យប្រហែលគាត់ម្ដងទៀតគាត់ជាវិសាចជញ្ចក់ឈាម Vampire ហើយសភាវគតិរបស់គាត់ឡើងស្ថិតក្នុងការគ្រប់គ្រងរបស់គាត់ទាំងស្រុងទៀតហើយភាពភ័យស្លន់ស្លោបានកើតឡើងនៅក្នុងខ្លួនគាត់ប្រសិនបើគាត់បន្តធ្វើវាគាត់ប្រហែលជាបានសម្លាប់ក្មេងប្រុសដែលសន្លប់នេះពិតមែនមុនពេលដែលគាត់បាត់បង់ការគ្រប់គ្រងម្ដងទៀតគាត់បានសម្រេចចិត្តភ្លាមគាត់ត្រូវតែចាកចេញគាត់បានងាកហើយរត់តាមផ្លូវដោយមិនងាកក្រោយអ្វីដែលគាត់ចង់បានឥឡូវនេះគឺគម្លាតពីក្មេងប្រុសនោះពីការស្រេកឃ្លាននិងពីបិសាចដែលគាត់មានអារម្មណ៍ថាខ្លួនកំពុងคล้ายតែជានៅតែលាក់ខ្លួននៅពីក្រោយកំពតនារីនោះបានព្រឹកភ្នែកដោយការផាន់ចម្លំគំនិតរបស់នាងច្របូតច្របល់តែមានរឿងអ្វីកើតឡើងនាងឆ្ងល់តើបរិសុទ្ធនោះជាអ្វីចម្លែកណាស់នាងស្តាក់ស្ទើរតែមួយផ្លេតមុនពេលសម្រេចចិត្តថានាងត្រូវតែតាមគាត់នាងមិនដឹងថាមុខពីមូលហេតុអ្វីទេប៉ុន្តែមានអ្វីមួយអំពីគាត់ដែលធ្វើឲ្យនាងមានអារម្មណ៍ថាសំខាន់ប្រហែលជាមានគ្រោះថ្នាក់ផងក៏មិនដឹងដូច្នេះនាងក៏ដើរតាមពីក្រោយគាត់ដោយរក្សាគម្លាតចំណែកឯ Queen វិញបានរត់បានចម្ងាយឆ្ងាយគួរសមប៉ុន្តែទោះបីជាគាត់រត់បានឆ្ងាយប៉ុណ្ណាក៏ដោយការស្លេកឃ្លានដ៏ក្តៅគគុកមិនបានចាក់ចេញពីគាត់ឡើយ HP របស់គាត់បានធ្លាក់ចុះម្ដងទៀតឥឡូវនេះសល់ត្រឹម8ហើយប្រព័ន្ធមិនឈប់រត់ក្នុងត្រចៀករបស់គាត់នឹងការប្រមានដដែលត្រូវការឈាមម្ចាស់ខ្លួនកំពុងមានគ្រោះថ្នាក់ណែនាំឲ្យបរិភោគជាបន្ទាន់គំនិតរបស់គាត់កាន់តែវង្វេងភាពឈួតលីឡាបានចាប់ដើមជ្រៀតចូលក្នុងចិត្តរបស់គាត់ដោយអស់សង្ឃឹមគាត់បានយកដៃដែលរបួសមកដាក់នៅមាត់ហើយចាប់ដើមលឺតមុខរបួសដោយព្យាយាមធ្វើអ្វីគ្រប់យ៉ាងដែលកាត់បន្ថយការស្រេកឃ្លានប៉ុន្តែវាមិនគ្រប់គ្រាន់ទេគាត់ត្រូវការឈាមពិតឈាមមនុស្សមិនយូរប៉ុន្មានគាត់បានទៅដល់អគារគិលនិដ្ឋានរបស់សាលាដោយមិនដឹងថាគាត់កំពុងត្រូវបានគេតាមដានគាត់បានដើរចូលទៅក្នុងដោយស្លេកស្លាំងនារីម្នាក់នោះតើនាងឈ្មោះអីទៅតើហៅនាងថាអ៊ីឡាសិនកះខមមិនឈ្មោះងាយសម្រាប់នាងដែលខ្ញុំអាចចាំបាននាងបានខ្លាំមើលយ៉ាងស្ងៀមស្ងាត់ពីក្រោយជញ្ជាំងក្បែរនោះ
ឃើញ Queen ដើរចូលទៅក្នុងនាងសនំថាគាត់ប្រហែលជាមានរបួសហើយប្រហែលជាត្រូវការជំនួយភាពចង់ដាំងចង់កើយលាលំនឹងការព្រួយបារម្ភនាងបានរំកើខ្លួនយឺតទៅកាន់មាត់ទ្វារហើយលួចមើលទៅក្នុងនៅខាងក្នុងគិលានដ្ឋាន Queen កំពុងរុះរើយ៉ាងតក់ក្រហល់គាត់បានធ្វើឲ្យដបធ្លាក់រុះរើថតតូនិងរុញប្រអប់ដាក់របស់របរចេញគាត់ច្បាស់ជាកំពុងស្វែងរកអ្វីមួយអ្វីក៏បានដែលអាចផ្ដល់អាហារឲ្យគាត់ឬទប់ស្កាត់កាយឃ្លានភ្លាមនោះប្រព័ន្ធបានបញ្ចេញសញ្ញាអាសន្នពណ៌ក្រហមដ៏ធំនៅចំពោះគាត់ស្ថានភាពធ្ងន់ធ្ងរ host នឹងបាត់បង់ស្មារតីក្នុងរយៈពេល10វិនាទីជើងរបស់គាត់បានទន់គាត់បានដួលជង្គង់ចុះរាងកាយរបស់គាត់មិនអាចទ្រទ្រង់គាត់បានទៀតទេភាពងងឹតចាប់ផ្ដើមគ្របដង្ដាប់ការមើលឃើញរបស់គាត់គ្រាន់តែគាត់ហៀបនឹងដួលសន្លប់ទាំងស្រុងអ៊ីឡាបានស្ទុះចូលទៅក្នុងបន្ទប់ហើយចាប់គាត់បានទាន់ពេលដៃរបស់នាងបានអបគាត់ដឹងបីការពារការប៉ះទង្គិចហើយនាងបានក្រាគាត់ឡើងដោយមានភាពភ័យស្លន់ស្លោនៅក្នុងសំឡេងរបស់នាងនៅពេលនាងនិយាយថាហេតែអ្នកមិនអីទេប្រយ័ត្នផងនាងបានសម្លឹងមើលមុខដ៏ក្រហមរបស់គាត់ហើយបន្ទាប់មកបានយកដៃរបស់នាងស្ទាបថ្ងាសរបស់គាត់ខ្លួនគាត់ក្តៅខ្លាំងណាស់តើអ្នកឈឺឬយ៉ាងម៉េចនាងសួរដោយក្តីបារម្ភខ្លួនអ្នកក្តៅដូចភ្លើងក្បាលរបស់ Queen បានផ្លែកចុះទៅជិតករបស់នាងហើយការខ្សឹបដ៏ស្រាលមួយបានចេញពីមាត់របស់គាត់សុំទោសមុនពេលនាងអាចមានប្រតិកម្មដៃរបស់គាត់បានចាប់ដៃនាងរួចសង្កត់នាងទៅនឹងជញ្ជាំងขึ้นមួយប្រព្រឹត្តពេលបបួរមាត់របស់គាត់បានប៉ះស្បែករបស់នាងហើយបន្ទាប់មកដោយភាពច្បាស់លាស់ដ៏គួរឲ្យភ័យខ្លាចគាត់បានខំករបស់នាងអ៊ីឡាដកបង្ហាមធំដោយការភ្ញាក់ផ្អើលរាងកាយទាំងមូលរបស់នាងរឹងចាំមើលតើអ្នកកំពុងធ្វើអ្វីប៉ុន្តែ Queen លែងស្ដាប់ទៀតហើយគាត់បានបាត់បង់ស្មារតីត្រូវបានលេបត្របាក់ទាំងស្រុងដោយសភាវគតិបិសាចជញ្ជក់ឈាមរបស់គាត់ការស្រែករបស់នាងមិនបានចូលដល់ស្មារតីរបស់គាត់ឡើយដោយសំឡេងញ័រនាងបានអង្វរម្ដងទៀតប៉ុន្តែគាត់ដាក់ម្រាមដៃលាមាត់របស់នាងធ្វើឲ្យនាងស្ងាត់យ៉ាងទន់ភ្លន់វាមិនមែនជាការគំរាមកំហែងទេប៉ុន្តែវាពិតជារឹងមាំភ្នែករបស់នាងពោពេញទៅដោយទឹកភ្នែកខណៈដែលភាពច្របូកច្របល់និងភាពអាម៉ាស់បានគ្របបណ្ដាប់នាងសំឡេងរបស់នាងញ័រនៅពេលនាងព្យាយាមសួរថាមានរឿងអ្វីកើតឡើងប៉ុន្តែគាត់មិនឆ្លើយទេគាត់គ្រាន់តែបន្តផឹកឈាមហើយបន្ទាប់មកនៅកណ្ដាលនៃការបឺតឈាមរបស់គាត់បានរអ៊ឺតិចថាវាពិតជាផ្អែមណាស់រាងកាយរបស់អៃឡាចាប់ផ្ដើមចុះខ្សោយភាពវិលមុខដ៏ចម្លែកមួយបានចូលមកគ្របបណ្ដាប់វិញ្ញាណរបស់នាងការមើលឃើញរបស់នាងប្រែជាស្រពេចស្រពិលជង្គង់របស់នាងទន់ហើយនាងបានរអិលចេញពីដៃរបស់គាត់បន្តិចម្ដងហើយដួលទៅលើឥដ្ឋនៅពេលនោះហើយដែល Queen បានភ្ញាក់ដឹងខ្លួនវិញភ្នែករបស់គាត់បើកធំដោយភ័យរន្ធត់វិញ្ញាណរបស់គាត់បានត្រឡប់មកវិញហើយនឹងពួកគេគឺការដឹងខ្លួនដ៏ឈឺចាប់តើគាត់ពិតជាបានបឺតឈាមរបស់នាងមែនទេគាត់សម្លឹងមើលមុខដ៏ស្លៃរបស់នាងដែលដេកស្ដេញលើឥដ្ឋហើយភាពភ័យស្លន់ឡាវបានចូលមកម្ដងទៀតគាត់លុតជង្គង់ក្បែរនាងអង្រុញនាងតិចហេតើអ្នកអាចឮខ្ញុំទេគាត់សួរដោយអស់សង្ឃឹមបន្ទាប់មកដោយគ្មានការប្រុងប្រយ័ត្នប្រព័ន្ធបានបន្លឺម្ដងទៀតដូច្នេះតើអ្នកមានគម្រោងនឹងបឺតអ្វីផ្សេងទៀតតម្រូវការឈាមត្រូវបានបំពេញការងើបឡើងវិញរបស់សុខភាពកំពុងដំណើរការ Queen មិនអើពើនឹងសំឡេងចំអករបស់ប្រព័ន្ធហើយផ្ដោតអារម្មណ៍ទៅលើក្មេងស្រីនៅចំពោះមុខគាត់តើនាងស្លាប់ហើយឬនៅគាត់បានអោនចុះដោយដាក់ត្រចៀកនៅជិតទ្រូងរបស់នាងចង្វាក់បេះដូងរបស់នាងខ្សោយប៉ុន្តែនៅតែមាននាងកំពុងដកដង្ហើម
មិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេដោយធូរស្រាលប៉ុន្តែនៅតែញ័រគាត់បានលើកនាងថ្នមហើយដាក់នាងនៅលើគ្រែគិលនដ្ឋានដោយវាសក់របស់នាងចេញពីមុខគាត់ខ្សឹបថាសម្រាប់នៅទីនេះសិនខ្ញុំនឹងទៅរកគ្រូពេទ្យហើយបន្ទាប់មកគាត់បានរត់ចេញពីបន្ទប់ដោយស្រែកតាមច្រករបៀងថាលោកគ្រូពេទ្យមានអ្នកសន្លប់មួយសន្ទុះក្រោយមកអ៊ីឡាបានបើកភ្នែកយឺតឈរនៅក្បែរនាងគឺគ្រូពេទ្យប្រចាំសាលាដុកទ័រហេលីដែលជាស្ត្រីដែលមានភាពស្ងប់ស្ងាត់និងនឹងធឹងក្នុងវ័យ30ឆ្នាំនាងញញឹមដើម្បីឲ្យកក់ក្ដៅអ្នកមិនអីទេមិនមានអ្វីធ្ងន់ធ្ងរទេអ្នកគ្រាន់តែខ្វះឈាមបន្តិចដុកទ័រហេលីបានកត់ត្រាអ្វីមួយនៅលើក្តារអក្សររបស់នាងហើយនិយាយថាអ្នកប្រហែលជាប្រើកម្លាំងហួសហេតុត្រូវប្រកាសថាអ្នកសម្រាកឲ្យបានច្រើនហើយញ៉ាំអាហារឲ្យបានត្រឹមត្រូវខ្ញុំនឹងចេញវត្ថុបញ្ជាថ្នាំបំប៉នខ្លះឲ្យអ្នកអ៊ីឡាព្រិចភ្នែកដោយភាពច្របូលច្របល់ខ្ញុំសន្លប់ដុកទ័រហេលីងក់ក្បាលចាមិត្តប្រុសរបស់អ្នកព្រួយបារម្ភខ្លាំងណាស់គាត់បានរត់រហូតទៅដល់អន្តរវសិកដ្ឋានគ្រូដើម្បីហៅខ្ញុំដោយសារគាត់ទើបខ្ញុំមកដល់ទាន់ពេលអ៊ីឡាអង្គុយឡើងយឺតខួរក្បាលរបស់នាងកំពុងវិលមិត្តប្រុសនាងនិយាយទាំងរអាក់រអួលដោយភាពច្របូលច្របល់គ្រូពេទ្យសើចបុរសដែលមានសក់រួញនោះមិនមែនជាមិត្តប្រុសរបស់អ្នកទេឬគាត់មើលទៅព្រួយបារម្ភខ្លាំងណាស់ខ្ញុំគ្រាន់តែស្មានប៉ុណ្ណោះដោយភាពភ័យស្លន់ស្លោអ៊ីឡាឆ្លើយយ៉ាងលឿនថាគាត់គ្រាន់តែជាមិត្តរួមថ្នាក់ប៉ុណ្ណោះតើគាត់នៅឯណាដុកទ័រហេលីញញឹមហើយគ្រវីដៃសម្រាប់ចោះខ្ញុំបានប្រាប់គាត់ថាអ្នកមិនអីទេហើយអនុញ្ញាតឲ្យគាត់ទៅគាត់បានចាក់ចេញកាលពីប៉ុន្មាននាទីមុននេះហើយបន្ទាប់មកដូចជាទឹកជំនន់ការចងចាំបានហូរត្រឡប់មកអ៊ីឡាវិញការខំឈាមកម្ដៅនៃរាងកាយរបស់គាត់ភ្នែកដែលបញ្ចេញពន្លឺនាងបានដាក់ដៃថ្នមនៅលើករបស់នាងបេះដូងលោតញាប់ខណៈដែលសំណួរមួយបានកើតឡើងនៅក្នុងចិត្តរបស់នាងតើគាត់ពិតជាបានខាមឃ្លាមមែនទេហើយសំខាន់ជាងនេះទៅទៀតតើគាត់អាចជាបិសាចជញ្ជាក់ឈាមឬនៅយប់ដដែលនោះ Queen ដេកនៅលើគ្រែរបស់គាត់សម្លឹងមើលពីដានដោយអារម្មណ៍ទំទេរស្អាតខណៈដែលគំនិតពីព្រឹត្តិការណ៍ថ្ងៃនេះបានលងបន្លាចចិត្តរបស់គាត់ព្រឹត្តិការណ៍ទាំងនោះចេះតែចាក់សារឡើងវិញនៅក្នុងក្បាលរបស់គាត់របៀបដែលគាត់បាត់បង់ការគ្រប់គ្រងរបៀបដែលគាត់បានភ្លុកឈាមជាលើកដំបូងការស្រេកឃ្លានដែលបានធ្វើទុកគាត់បាត់ទៅវិញបន្ទាប់ពីការខំនោះហើយនៅមួយការបាត់ទៅនៃភាពស្រេកឃ្លាននោះអ្វីផ្សេងទៀតក៏បានមកដល់ការលូតលាស់ចំណុចប្រទះប្រព័ន្ធដែលកន្លះភ្ញាក់របស់គាត់ភ្លិបភ្លែតនៃជ្រុងនៃការមើលឃើញរបស់គាត់បង្ហាញពីរង្វាន់នៃសកម្មភាពមុនរបស់គាត់ដោយសារតែគាត់បានប្រើប្រាស់ឈាមមនុស្សជាលើកដំបូងគាត់ទទួលបានបទពិសោធន៍30ពិន្ទុដែលធ្វើឲ្យសរុបទៅដល់50 EXP មិនត្រឹមតែប៉ុណ្ណោះកម្លាំងនិងភាពរហ័សរហួនរបស់គាត់ទាំងពីរក៏បានកើនឡើងបូក1ផងដែរនោះធ្វើឲ្យគាត់ឈប់គិតគាត់បានដឹងថាដោយការផឹកឈាមគាត់អាចកាន់តែខ្លាំងវាជាទាំងពរជ័យនិងបណ្ដាសាផលប្រយោជន៍គឺមិនអាចបដិសេធបានប៉ុន្តែបញ្ហាស្ថិតនៅត្រង់ប្រភពឈាមមិនមែនជាអ្វីដែលគាត់អាចប្រមូលផលដោយផ្លែឈើបានទេវាជាមនុស្សមានជីវិតមានអារម្មណ៍និងស្មុគស្មាញគាត់ត្រូវការប្រភពឈាមដែលមានស្ថិរភាពនរណាម្នាក់ឬអ្វីមួយដែលមិនប្រថុយនឹងការលាតត្រដាងគាត់ឬធ្វើឲ្យអ្នកដទៃឈឺចាប់ប៉ុន្តែចិត្តរបស់គាត់ចេះតែវិលត្រឡប់ទៅរកក្មេងស្រីនោះឈាមរបស់នាងផ្អែមខ្លាំង
និងពេញចិត្តយ៉ាងពន្យល់មិនត្រូវវាស្ថិតនៅលើអណ្ដាតរបស់គាត់សូម្បីតែឥឡូវនេះគាត់ឆ្ងល់ថាតើឈាមទាំងអស់ត្រូវបានគេសន្មត់ថាមានរសជាតិបែបនោះឬតើឈាមរបស់នាងពិសេសប៉ុន្តែបន្ទាប់មកការព្រួយបារម្ភក៏បានចូលមកចុះបើនាងប្រាប់នរណាម្នាក់ចុះបើនាងទៅប្រាប់គ្រូដោយផ្ទាល់គាត់មិនដឹងថាតើគាត់នឹងចាប់ផ្ដើមពន្យល់ពីអ្វីដែលបានកើតឡើងយ៉ាងដូចម្តេចទេតើគាត់អាចទៅរកនាងហើយសុំបន្ថែមទៀតបានទេប្រហែលជានាងនឹងយល់ព្រមប្រហែលជានាងនឹងយល់បន្ទាប់មកគាត់បានស្ទុះងើបអង្គុយត្រង់ដោយក្រវីក្បាលតើខ្ញុំកំពុងគិតស្អីញ៉ឹងគាត់មានអារម្មណ៍ខ្ពើមរអើមនឹងខ្លួនឯងវាឆ្កួតហើយសុំឈាមពីក្មេងស្រីម្នាក់តើគាត់នឹងធ្វើអ្វីផ្ដល់លុយឲ្យនាងគាត់មិនមានលទ្ធភាពសូម្បីតែសម្រាប់រឿងនោះប្រហែលជាល្អជាងបើគ្រាន់តែសុំអ្នកផ្សេងនរណាក៏បានដែលមិនសួរសំណួរដោយនៅតែមានភាពផ្ទុយគ្នាក្នុងចិត្តគាត់បានប្រែខ្លួនហើយបិទភ្នែកសង្ឃឹមថាការគេងនឹងមកដល់ឆាប់ប៉ុន្តែគំនិតរបស់គាត់នៅតែដក់ជាប់នឹងថ្ងៃស្អែកតើនឹងមានអ្វីកើតឡើងនៅសាលាតើនាងនឹងមកតតាំងជាមួយគាត់ទេតើគាត់គួរតែសាកល្បងសំណាងនៅមន្ទីរពេទ្យជំនួសវិញទេប្រហែលជាពួកគេមានថង់ឈាមស្តុកទុកនៅទីនោះព្រឹកបន្ទាប់ពីថ្នាក់រៀនចប់សាស្ត្រាចារ្យសុកសរបស់ពួកគេបាននិយាយទៅកាន់សេះដោយទឹកមុខមើងម៉ាត់គាត់បានរំលឹកពួកគេកុំឲ្យធ្វេសប្រហែសការអនុវត្តនិងការប្រែប្រាស់ជាក់ស្ដែងនៃថាមពលជំនឿអរូបីពិនិត្យមើលសម្ភារៈសិក្សាការរៀបចំគាត់និយាយយ៉ាងម៉ឺងម៉ាត់ហើយត្រៀមខ្លួនសប្តាហ៍ក្រោយនឹងមានការធ្វើតេស្តអនុវត្តការប្រយុទ្ធការប្រកាសនោះបានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លះ Warden បានលើកដៃហើយឆ្ងល់ដោយសួរថាតើអ្វីជាគោលបំណងនៃការធ្វើតេស្តអនុវត្តការប្រយុទ្ធមុនពេលសាស្ត្រាចារ្យអាចឆ្លើយ Peter បានងាកទៅជិតហើយខ្សឹបថាប្រហែលជាសម្រាប់ការវាយតម្លៃការប្រយុទ្ធកម្រិតមូលដ្ឋានការធ្វើតេស្តជ្រើសរើសក្រុមដែលយើងប្រយុទ្ធដោយប្រើថាមពលរបស់យើងសិស្សមួយចំនួនបានត្អូញត្អែរនៅខាងក្រោយម្នាក់ក្នុងចំណោមពួកគេបានរអ៊ូតិចៗថាការធ្វើតេស្តទាំងនេះគួរឲ្យធន់ណាស់ព្រោះការប្រើសមត្ថភាពមិនត្រូវបានអនុញ្ញាតតើការហ្វឹកហាត់ប្រយុទ្ធប្រភេទណាដែលហាមឃាត់សមត្ថភាពអ្នកណាម្នាក់បានរអ៊ូពិតជាអន់ណាស់ Queen តែកំពុងតែមិនសូវយកចិត្តទុកដាក់ស្រាប់តែឈប់កាន់ពោះរបស់គាត់បន្តិចគាត់បានប្រាប់ពួកគេឲ្យទៅមុនដោយគ្មានគាត់ពោះរបស់ខ្ញុំមិនសូវស្រួលទេគាត់និយាយខ្ញុំនឹងចូលទៅគិលាណាដ្ឋានបន្តិច Warden ដែលមានមុខមាំលេងសើចនឹងគាត់អ្នកពិតជាគួរតែទៅពិនិត្យវាហើយខ្ញុំមិនដែលឃើញនរណាម្នាក់ឃ្លានជាងអ្នកទេគ្នាយើងក្រុមបានបែកផ្លូវគ្នាពីស្រមោលក្បែរនោះអាយឡាក្មេងស្រីដែលមានរូបរាងធាត់ពីមុនបានឃ្លាំមើលពួកគេយ៉ាងជិតស្និទ្ធខ្សែភ្នែករបស់នាងសម្លឹងទៅ Queen នាងបានតាមដានគាត់ម្ដងទៀតការចង់ដឹងរបស់នាងមិនទាន់បានបំពេញតាពីព្រឹត្តិការណ៍កាលពីម្សិលមិញ Queen ដើរទៅរកគិលានដ្ឋានជំហានរបស់គាត់យឺតហើយនឹងមិនប្រកបប្រជាគាត់មិនទាំងច្បាស់ថាគាត់កំពុងទៅក្នុងទិសដៅត្រឹមត្រូវឬអត់យ៉ាងណាមិញលើកចុងក្រោយដែលគាត់នៅទីនោះគាត់សឹងតែមិនដឹងខ្លួនគំនិតរបស់គាត់បានរសាត់ម្ដងទៀតតើពួកគេនឹងរក្សាទុកឈាមនៅទីនេះដោយរបៀបណានៅក្នុងបន្ទប់ស្តុកត្រជាក់ប្រហែលជានោះច្បាស់ជាមូលហេតុដែលខ្ញុំរកមិនឃើញអ្វីសោះកាលពីម្សិលមិញខ្ញុំកំពុងស្វែងរកកម្លែងខុសគ្រាន់តែគាត់បត់នៅជ្រុងមួយដៃមួយបានលូកចេញពីក្រោយសសរហើយចាប់កៅអៅរបស់គាត់ទាញគាត់មកវិញដោយកម្លាំងគួរឲ្យភ្ញាក់ផ្អើលមកជាមួយខ្ញុំសំឡេងដែលធ្លាប់ស្គាល់បានបញ្ជាយើងត្រូវនិយាយគ្នាមុនពេលគាត់អាចប្រតិកម្មគាត់ត្រូវបានសង្កត់ជាប់នឹងជញ្ជាំងគឺជានាងមើលទៅខឹងហើយនាងមិនបានលាក់បាំងវាទេតើអ្នកបានធ្វើអ្វីមកលើខៀមកាលពីម្សិលមិញនាងសួរចំ Queen ព្រិចភ្នែក
ដោយមានភាពច្របល់ម្សិលមិញតើយើងធ្លាប់ជួបគ្នាពីមុនទេនាងសើចចំអកហើយរុញស្មារបស់គាត់ឈប់ធ្វើពុតទៅម្សិលមិញនៅក្នុងគិលានដ្ឋានអ្នកបានខាំខៀម Queen និយាយរអាក់រអួលព្យាយាមប្រមូលពាក្យដើម្បីការពារខ្លួនតើមានបញ្ហាអីនោះគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះខ្ញុំក្តៅខ្លួនកាលពីម្សិលមិញខួរក្បាលខ្ញុំមិនដំណើរការត្រឹមត្រូវខ្ញុំច្របល់ប៉ុន្តែនាងមិនជឿទេក្តៅខ្លួនច្របល់អ្នកមិនគ្រាន់តែខាំខៀមទេអ្នកបានសង្កត់ខ្ញុំចុះតើនរណាភួរបែបนั้นខ្ញុំមិនជឿថាមនុស្សដូចអ្នកមាននៅក្នុងសាលានេះទេទីបញ្ចប់ Queen បានដកដង្ហើមធំហើយសារភាពគ្មានប្រយោជន៍អ្វីត្រូវលាក់បាំងវាទៀតទេអ្នកនិយាយត្រូវដោយសារអ្នកដឹងហើយខ្ញុំគ្មានអ្វីនៅសល់ដើម្បីការពារខ្លួនប៉ុន្តែខ្ញុំមានហេតុផលរបស់ខ្ញុំទុកពាក្យសម្ដីឥតប្រយោជន៍របស់អ្នកទៅនាងកាច់អ្នកគិតថាធ្វើរឿងបែបនេះហើយលាក់បាំងវាធ្វើឲ្យវាមិនអីឬ Queen ដកដង្ហើមហើយសួរសំណួរតែមួយគត់ដែលសំខាន់នៅពេលនេះតើអ្នកចង់បានអ្វីនាងស្រាប់តែញញឹមចុងមាត់ការបញ្ចេញមតិរបស់នាងផ្លាស់ប្ដូរពីខឹងសម្បាទៅជាខិលខូចសម្រាប់ចុះខ្ញុំនឹងមិនរាយការណ៍ពីអ្នកទេខ្ញុំនឹងបិទមាត់ឲ្យជិតជាមួយនឹងលក្ខខណ្ឌមួយពាក្យរបស់នាងធ្វើឲ្យបេះដូងគាត់ធ្លាក់ចុះបន្តិចស្នាមញញឹមនៅលើមុខរបស់នាងមិនមែនជាការលួងលោមទេវាគួរឲ្យសង្ស័យហើយបន្ទាប់មកនាងបានទម្លាក់គ្រាប់បែកដោយភ្នែកភ្លឺថ្លាហើយស្នាមញញឹមដូចកូនក្មេងធ្វើឲ្យខ្ញុំខ្លាចជាបិសាចជញ្ជាក់ឈាមដែរមក Queen ធ្លើកធ្ងៀមស្អីគេញ៉ាក់លឺខ្ញុំទេនាងញញឹមបិទមាត់មិនជិតប្រែคล้ายខ្ញុំទៅជាបិសាចជញ្ជាក់ឈាមគាត់សម្លឹងមើលនាងដោយងឿងឆ្ងល់ចាំបន្តិចតើអ្នកនិយាយមែនទេឬនាងមិនស្ទើរស្ទែឡើយប្រកាសណាស់ខ្ញុំនិយាយមែនតែនខ្ញុំបានអានរឿងប្រឡូមលោកបែប fantasy ច្រើនអំពីបិសាចជញ្ជាក់ឈាមឪពុករបស់ខ្ញុំគឺជាអ្នកនិពន្ធខ្ញុំធំឡើងជាមួយរឿងទាំងអស់នេះការคล้ายជាបិសាចជញ្ជាក់ឈាមតែងតែជាក្តីសុបិនរបស់ខ្ញុំពួកគេអាកំបាំងមានអំណាចអមតៈដួតនៅក្នុងសភៅរបស់ខ្ញុំ Queen ត្រូវលើកដៃឡើងដើម្បីឲ្យនាងស្ងប់ចិត្តស្ដាប់ណាខ្ញុំខ្លាចថាខ្ញុំនឹងធ្វើឲ្យអ្នកខកចិត្តនាងគាំងតើអ្នកមានន័យថាម៉េចខ្ញុំបានខ្លាយជាបិសាចចិញ្ចុកឈាមដោយចៃដន្យដោយសារតែសិភៅវេទមន្តខ្ញុំមិនទាំងមានសមត្ថភាពប្រែក្លាយអ្នកផ្សេងទៅជាបិសាចចិញ្ចុកឈាមផងនោះមិនមែនជាអ្វីដែលខ្ញុំអាចធ្វើបានទេភ្នែកដ៏ភ្លឺថ្លារបស់នាងបានស្រអាប់ចុះហើយស្មារបស់នាងក៏បានធ្លាក់ចុះគាត់ទើបតែបានផ្ដល់ក្តីសង្ឃឹមដល់នាងប៉ុន្តែបែរជាកំទេចវាចោលទាំងស្រុង Queen គិតត្រឡប់ទៅរកកម្រិតកំណត់នៃប្រព័ន្ធចាប់តាំងពីខ្លាយជាបិសាចជញ្ជក់ឈាមមកគាត់មិនអាចរៀនសមត្ថភាពថ្មីពីសៀវភៅជំនាញធម្មតាបានទេនោះប្រហែលជាមានន័យថាប្រភេទសត្វដែលផ្លាស់ប្ដូរហ្សែនដូចជាកតមិនអាចបញ្ជូនអំណាចទៅឲ្យអ្នកដទៃបានទេដោយសំឡេងតិចនឹងញ័រនាងបានសួរថាចុះហេតុអ្វីបានជាអ្នកលាក់វាហេតុអ្វីបានជាអ្នកធ្វើឲ្យខ្ញុំឈឺចាប់លោកបិសាចជញ្ជក់ឈាមសំណួរមិនចេះឈប់ឈររបស់នាងបានធ្វើឲ្យ Queen មានអារម្មណ៍កាន់តែទើសទាល់ខ្ញុំមិនមានបំណងទេគាត់បានឆ្លើយតបដើម្បីឲ្យកាន់តែខ្លាំងនិងរស់រានមានជីវិតខ្ញុំត្រូវតែផឹកឈាមប៉ុន្តែសមត្ថភាពនេះវាមានគ្រោះថ្នាក់ប្រសិនបើកងទ័ពដាំងខ្ញុំនឹងចប់ហើយសូម្បីតែខ្លួនខ្ញុំផ្ទាល់ក៏មិនទាន់យល់ច្បាស់ពីរបៀបដែលវាដំណើរការឬអ្វីដែលខ្ញុំអាចធ្វើបានឬមិនអាចធ្វើបាននៅឡើយដែរ
ចម្លើយរបស់គាត់បានដុតបញ្ឆេះក្តីសង្ឃឹមនៅក្នុងខ្លួននាងម្ដងទៀតអញ្ចឹងអ្នកមិនប្រកាសថាវាមិនអាចទៅបានទេមែនទេនាងសួរដោយភ្នែកភ្លឺថ្លាមិនអីទេឥឡូវនេះអ្នកត្រូវការឈាមដើម្បីឲ្យកាន់តែខ្លាំងមែនទេខ្ញុំនឹងជួយអ្នកឲ្យរឹងមាំគ្រប់គ្រាន់ដើម្បីប្រែក្លាយខ្ញុំឲ្យទៅជាបិសាចជញ្ជក់ឈាមនៅថ្ងៃណាមួយ Queen សម្លឹងមើលនាងដោយមិនចង់ជឿមានអ្វីមួយខុសប្រក្រតីធ្ងន់ធ្ងរចំពោះក្មេងស្រីម្នាក់នេះហើយគាត់គិតប៉ុន្តែបន្ទាប់ពីមួយសន្ទុះក្រោយមកគាត់ក៏បានយល់ព្រមគាត់បានឲ្យនាងសន្យាថានឹងមិនប្រាប់អ្នកណាម្នាក់ឡើយហើយបាននិយាយថាប្រសិនបើវាអាចទៅបានគាត់នឹងព្យាយាមប្រែក្លាយនាង ប្រតិកម្មរបស់នាងគឺជាក្តីរីករាយយ៉ាងខ្លាំងនៅពេលនោះឯង Peter បានរត់មករកពួកគេដោយដង្ហក់និងហត់នឿយយ៉ាងខ្លាំង Queen ប្រញាប់ដល់ជាងពីនាង Peter តើមានរឿងអី Peter ដែលស្ទើរតែមិនអាចនិយាយចេញបានដកដង្ហើមធំរួចនិយាយថា Warden គាត់កំពុងមានបញ្ហាហើយដោយមិនបង្អង់យូរសម្បីតែមួយវិនាទីពួកគេទាំងពីរបានរត់តាមច្រករបៀងដើម្បីទៅរកមិត្តភក្តិរបស់ពួកគេនៅពេលដែលពួកគេទៅដល់ទីថ្លាហ្វឹកហាត់ពួកគេបានឃើញ Warden រងរបួសបន្តិចបន្តួចប៉ុន្តែនៅតែឈរយ៉ាងរឹងមាំនៅជុំវិញគាត់មានក្មេងប្រុសជាច្រើននាក់ដែលគាត់បានផ្ដួលដល់ខ្លួនឯងគាត់មានស្នាមឈាមនិងដកដង្ហើមធំប៉ុន្តែទទួលបានជ័យជំនះ Queen បើកភ្នែកធំ Warden បានផ្ដួលមនុស្សទាំងអស់នេះតែម្នាក់ Queen ឈរថឹងសម្លឹងមើលសាកសពនៅលើដីនិងឈាមនៅគ្រប់ទីកន្លែងវាហាក់ដូចជាមាននរណាម្នាក់ព្យាយាមទប់តែងឡើងវិញដោយប្រើទឹកពេញពណ៌បន្តាបានបរាជ័យយ៉ាងអាម៉ាស់ Peter ដែលមានការតក់ស្លុតយ៉ាងច្បាស់បានងាកទៅរក Warden ហើយសួរថាតើគាត់បានផ្ដួលពួកគេទាំងអស់តែម្នាក់មែនទេ Warden ជួយស្ងៀមស្ងាត់ផ្ទៃលោកអៀមតាវរបស់គាត់ជោគឈាមទៅដោយឈាមហាក់ដូចជាគាត់បានសាកល្បងវិធីថែរក្សាស្បែកដ៏គ្រោះថ្នាក់មួយដែលទទួលបានចលន្តពិតអាក្រក់បំផុតដោយមិននិយាយអ្វីមួយម៉ាត់គាត់ក៏ងាកក្រោយដើរចេញទៅហាក់ដូចជាវានេះគ្រាន់តែជាផែនមួយនៃលំហាត់ប្រចាំថ្ងៃ Queen ក៏បានបោះជំហានទៅមុខយ៉ាងលឿនហើយសួរតើមនុស្សទាំងនោះបានវាយប្រហារដោយសារតែរូបគាត់និង Peter មែនទេប៉ុន្តែ Warden ដែលនៅតែដើរចេញទៅដោយជាតួឯកគុណដែលមានកញ្ចប់ថវិកាទាបបានតបមកវិញយ៉ាងត្រជាក់តែមានន័យថាអ្នកឲ្យឆ្ងាយទៅប្រសិនបើអ្នកមិនចង់មានបុណ្យសពដោយមិនដឹងខ្លួន ភ្លាមនោះឡៃឡាក៏បានកត់សម្គាល់ឃើញគាត់ហើយបានភ្ញាក់ផ្អើលយ៉ាងខ្លាំងនាងបានចង្អុលបង្ហាញពីការហូរឈាមយ៉ាងខ្លាំងហើយបានជំរុញឲ្យគាត់ទៅបន្ទប់ព្យាបាល Warden បានឈប់បន្តិចសម្លឹងមើលនាងហាក់ដូចជានាងជាទេសភាពនៅខាងក្រោយរួចក៏បន្តដើរទៅមុខទៀតច្បាស់ណាស់ការនៅស្ងៀមបែបអង្អាតប្រហែលជាដុតបំផ្លាញកាឡូរីបានច្រើនជាងការសន្ទនាដោយមិនអាចទប់ចិត្តបាន Peter បានរត់តាមគាត់ហើយស្រែកសួរថាតើគាត់នឹងទៅណា Warden បានឆ្លើយតបដោយសំឡេងតិចៗដោយសុំកុំឲ្យមករំខានគាត់ម្ដងទៀតបន្តិចក្រោយមកគេឃើញពួកគេទាំង3នាក់ដើរជាមួយគ្នានិងជជែកគ្នាលេងឡៃឡាបានសួរអំពីការផ្លាស់ប្ដូរអាកប្បកិរិយាភ្លាមៗរបស់ Warden ដោយឆ្ងល់ថាតើមានរឿងអ្វីកើតឡើងពីមុនមិនទេ Peter បានសារភាពថាគាត់ក៏មិនដឹងដូចគ្នាមួយសន្ទុះមុន Warden បានយល់ព្រមហ្វឹកហាត់ប្រយុទ្ធជាមួយគាត់ប៉ុន្តែមួយសន្ទុះក្រោយមកក្រុមសិស្សច្បងបានអ៊ូសគាត់ចេញទៅហាក់ដូចជាគាត់ជំពាក់លួយបាយពួកគេអញ្ចឹង Peter បានទៅហៅ Queen ហើយនៅពេលដែលពួកគេត្រឡប់មកវិញ Warden មើលទៅហាក់ដូចជាចាស់ជាងមុន10ឆ្នាំបានរកឃើញអត្ថនិន័យនៃជីវិតនិងប្រហែលជាបានប្រព្រឹត្តបទឧក្រិដ្ឋសង្គ្រាមចំនួន3ទាំងអស់នេះក្នុងរយៈពេលតិចជាង1ម៉ោង Queen គិតក្នុងចិត្តដោយឆ្ងល់អត្តាក្រុមសិស្សច្បងអាចនិយាយអ្វីដែលធ្វើឲ្យគាត់ខឹងសម្បានៅពេលដែលការសន្ទនាបានផ្លាស់ប្ដូរ Peter បានងាកទៅរក Queen ហើយបានចង្អុលទៅក្មេងស្រីដែលដើរនៅក្បែរគាត់ហាក់ដូចជាគាត់កំពុងព្យាយាមដោះស្រាយអាថ៌កំបាំងនៅក្នុងកម្មវិធីទូរទស្សន៍មួយហើយសួរថាតើអ្នកណាជាអ្នកចូលរួមប្រកួតថ្មី
ឡេឡាញញឹមហាក់ដូចជាពួកគេជាគូស្នេហ៍ដ៏ល្អបំផុតនៅក្នុងរឿងបែបរ៉ូម៉ាន់ទិករួចក៏បានកាន់ដៃ Queen ភ្លាមៗដែលមិនបានត្រៀមខ្លួន Queen បានព្យាយាមបញ្យល់ថាគាត់គ្រាន់តែបានជួបនាងដោយចៃដន្យប៉ុណ្ណោះហើយច្បាស់ណាស់នាងបានមកជាមួយការសាកល្បងដោយអត់គិតថ្លៃនូវភាពរំភើបរីករាយដែលគ្មានដែនកំណត់មុនពេលគាត់និយាយចប់ឡេឡាបានផ្ដាំដោយរីករាយថានាងគ្រាន់តែសួរ Queen ថាតើចង់ទៅញ៉ាំអីជាមួយគ្នាទេហើយថែមទាំងបានបពួន Peter ឲ្យទៅជាមួយទៀតផងដោយឃើញសកម្មភាពកាន់ដៃគ្នា Peter ក៏បានយល់ពីសាច់គ្រឿងភ្លាមៗប្រហែលជាយល់ខកប៉ុន្តែគាត់នៅតែយល់គាត់បានធ្វើភ្នែកដាក់ Queen ដែលមានន័យថាខ្ញុំដឹងហើយណែកំឡោះមានស្នេហារួចក៏រត់ចេញទៅជាមួយលេខថាទៅរក Warden ដោយនិយាយថាដាវលេងឲ្យសបាយណាស់គូស្នេហ៍នៅពេលដែលគាត់ចាកចេញទៅ Queen បានព្យាយាមខ្វាត់គាត់ប៉ុន្តែ Peter បានចេញទៅបាត់ទៅហើយ Queen បានញែកទៅរកឡៃឡាហើយសួរថានាងហេតុអ្វីបានធ្វើភឺបែបនេះភ្លាមៗដោយមានស្នាមញញឹមដាក់ផ្លែមលហាមដែលមានអារម្មណ៍ថាហាក់ដូចជាកំពុងគំរាមកំហែងបន្តិចបន្តួចនាងបានប្រាប់គាត់ថាគុំបារម្ភនាងមានសំណួរជាច្រើនហើយនាងចង់សួរដេនដាវគាត់ដោយគ្មានសាក្សីនៅជុំវិញបន្ទាប់មកនាងបានទទួលចង់ប៉ាវអាហារគាត់មួយពេល Queen ដែលកំពុងភ័យស្លន់ស្លោហាក់ដូចជាគាត់ទើបតែនឹកឃើញពីថ្ងៃកំណត់ដែលមិនមានពិតប្រាកដបានរអ៊ូរតាមអ្វីមួយអំពីការមានរឿងសំខាន់ត្រូវធ្វើប៉ុន្តែឡៃឡាមិនរារើកទាល់តែសោះដោយបានប្រកាសថាគ្មានអ្វីសូម្បីតែគ្រោះអាសន្នដល់ការរលាយពិភពលោកក៏មិនអាចសំខាន់ជាងអាហារបានដែរមិនយូរប៉ុន្មានពួកគេបានមកដល់បន្ទប់ព្យាបាល Queen សួរថាតើវាមិនអីទេមែនទេឡៃឡាបានធានាចំពោះគាត់និងបានលើកទឹកចិត្តគាត់គង់ឯអៀននាងបានហាត់ស្មារបស់នាងដោយកាយការដូចជាអ្នកដែលកំពុងកម្ដៅសាច់ដុំសម្រាប់កីឡាអូឡ িম্প ពិករួចក៏បានប្រាប់ Queen យ៉ាងសាមញ្ញថាធ្វើឲ្យថ្នមហាក់ដូចជាគាត់ហៀបនឹងធ្វើការវះកាត់ជំនួយឲ្យការក្រាន់ទៅបឺតឈាមដោយឃើញសកម្មភាពរបស់នាង Queen សួរថាតើនាងកំពុងធ្វើអ្វីឡៃឡាដែលមានអារម្មណ៍មួម៉ៅបន្តិចបានរំលឹកគាត់ដោយជាគ្រូបង្រៀនដែលកំពុងស្ដីបន្ទោសសិស្សដែលធ្វើខុសដដែលថានេះជាអ្វីដែលគាត់បានខំនាងកាលពីម្សិលមិញ Queen បានប្រញាប់ភ្ញើខ្លួនឯងដោយនិយាយថាគាត់មិនមានសតិស្មារតីល្អទីនេះពេលនោះព្រោះគាត់បានសន្លប់ដោយសារការស្រេកឃ្លានការខំនរណាម្នាក់ខណៈពេលដែលមានសតិស្មារតីពេញលេញមានអារម្មណ៍ថាវាមិនមានអនាម័យនិងមិនស័ក្តិសមនឹងកិត្តិយសរបស់គាត់ឡើយឥឡូវនេះឡៃឡាមានអារម្មណ៍មួម៉ៅយ៉ាងខ្លាំងហើយសួរថាតើគាត់កំពុងថាឲ្យនាងក៏ខ្វាក់មែនទេ Queen បានបដិសេធដោយភ្ញាល់ថាគាត់ប្រហែលជាមិនបានដុសធ្មេញឲ្យបានត្រឹមត្រូវហើយមិនចង់ឲ្យមុខរបស់នាងឆ្លងមេរោគឡៃឡាបានបង្គាប់ឲ្យគាត់ចាក់សរសៃឈាមឲ្យថ្នម Queen ប្រាប់នាងឲ្យនៅស្ងៀមដោយធានានាងថាវានឹងលឿនព្រោះគាត់ក៏កំពុងតែរៀនផងដែរបន្ទាប់ពីបញ្ចប់ដំណើរការគាត់បានដកដង្ហើមធំហាក់ដូចជាគាត់ទើបតែបានដោះគ្រាប់បែកហើយបានប្រាប់នាងយ៉ាងមានមោទនភាពថាទីបំផុតវាបានជោគជ័យយ៉ាងអស្ចារ្យដោយមិនមានអ្វីឆែកនៅពេលនេះហើយឡេឡាដែលមិនមានការចាប់អារម្មណ៍តតែសោះបាននិយាយថាគាត់គួរតែរំលងកាយវិការសម្ដែងទាំងនោះហើយគ្រាន់តែខំនាងឲ្យត្រង់ទៅវានឹងចំណេញពេលវេលានិងភាពអត់ធ្មត់សម្រាប់គ្រប់គ្នា Queen បានទទួលថាវិធីសាស្ត្រនេះគឺខុសគ្នាទាំងស្រុងវាមានប្រសិទ្ធភាពជាងស៊ីវិល័យជាងនិងអ្វីដែលសំខាន់បំផុតនោះគឺវាអនុញ្ញាតឲ្យគាត់រក្សាទុកឈាមខ្លះសម្រាប់ករណីអាសន្នដូចជាប្រអប់សង្គ្រោះបឋមវិសាជញ្ជុកឈាមអញ្ចឹងឡេឡាបានលើកចិញ្ចាមហើយបានបញ្ចេញមតិថាសម្រាប់មនុស្សដែលខំគេគាត់ពិតជាមានភាពហ្មត់ចត់គួរឲ្យភ្ញាក់ផ្អើលដូចជាវិសាជញ្ជុកឈាមដែលមានតារាងស្ថិតិគាត់បានឆ្លើយតបថានេះគឺជាប្រាជ្ញាដ៏វិសុទ្ធអ្នកក្រនៅពេលដែលអ្នកអត់លុយសូម្បីតែឈាមក៏ត្រូវតែរៀបចំកញ្ចប់ថវិការបស់វាដែរបន្ទាប់មកឡេឡាបានផ្ដល់យោបល់ថាប្រសិនបើគាត់ខ្វះខាតលុយកាក់គាត់អាចលក់សៀវភៅសមត្ថភាពបាន
សៀវភៅដែលមិនទាន់បានចុះបញ្ជីមួយគួរតែគ្រប់គ្រាន់ដើម្បីឲ្យគាត់មានអាហារហូបចុកនិងសម្លៀកបំពាក់សម្រាប់កណ្ដាលជីវិតរបស់គាត់ Queen បានដោះម៉ារបស់គាត់ចេញហើយបញ្យល់ថាគាត់បានព្យាយាមហើយប៉ុន្តែសៀវភៅនោះបានបាត់ទៅវិញភ្លាមៗនៅពេលដែលគាត់បើកវាបានបញ្ចូលខ្លួនវាចូលទៅខ្លួនរបស់គាត់ផ្ទាល់ឥឡូវនេះវាជាផែនមួយនៃរូបគាត់ហើយនិយាយតាមត្រង់ទៅគាត់មិនប្រកាសថាតើនាងត្រៀមខ្លួនដើម្បីស្ដាប់រឿងចម្លែកទាំងនោះឬនៅឡើយទេលេឡាបានភ្ញាក់យ៉ាងខ្លាំងដូចជាតួអង្គក្នុងតុក្កតាដែលភ្ញាក់ខ្លាំងនៅពេលដែលបានឮថាវាបានបញ្ចូលគ្នាជាមួយគាត់នាងពិតជាមិនដឹងថាអ្វីដែលគួរឲ្យភ្ញាក់ជាងនេះទេរវាងវាអាចទៅរួចឬ Queen អាចធ្វើវាបានដោយមិនធ្វើឲ្យខ្លួនឯងផ្ទុះបន្តមកដែលផ្លាប់ដូរទៅជាសម្លេងមើងម៉ាត់នាងបាននិយាយថានៅមានអថាកម្បាំងជាច្រើនទៀតអំពីអំណាចអរូពីហើយវានៅតែមិនទាន់ច្បាស់ថាតើអ្នកប្រើប្រាស់ដំបងបានប្រែក្លាយសមត្ថភាពរបស់ពួកគេទៅជាសៀវភៅដែលរបីផ្នាប្រហែលជាសូម្បីតែបិសាចជនជោគឈាមនៅក្នុងរឿងប្រលៀងបុរាណក៏ជាអ្នកប្រើប្រាស់សមត្ថភាពដូចជា Queen ដែរស្រាប់តែមានការរំភើបចិត្តយ៉ាងខ្លាំងឡៃឡាបានប្រាប់ឡៃឡាថាប្រសិនបើគាត់បន្តដំឡើងកម្រិតអំណាចថ្មីដ៏ចម្លែកនេះគាត់ពិតជាអាចក្លាយជាបិសាចជនជោគឈាមពិតប្រាកដមានចង្កូមមានរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍និងអ្វីផ្សេងទៀតនាងមើលទៅហាក់ដូចជាជឿជាខ្លាំងពេកហាក់ដូចជានាងបានជ្រើសរើសអាវឃ្លុំឲ្យគាត់រួចជាស្រេចហើយ Queen បានងក់ក្បាលបន្តិចហើយនិយាយថាឲ្យតែនាងសប្បាយចិត្តគាត់នឹងធ្វើតាមទោះបីជាវាមានន័យថាការក្លាយជា Dracula ដែលមានកញ្ចប់ថវិកាទាបដោយចៃដន្យក៏ដោយភ្លាមនោះផ្ទាំងប្រព័ន្ធមួយបានលេចឡើងនៅពីមុខគាត់ដោយបង្ហាញពីប្រភេទឈាមរបស់ឡៃឡា A+ និងសមត្ថភាពរបស់នាងគឺអំណាចផ្លូវចិត្ត Mind Power Queen បានផឹកឈាមរបស់នាងហើយឡៃឡាដែលកំពុងសម្លឹងមើលគាត់ដូចជាចុងខោដែលកំពុងរងចាំការវាយតម្លៃពីអ្នកជំនាញម្ហូបអាហារបានសួរយ៉ាងសាមញ្ញថាតើវាមានរសជាតិយ៉ាងណាហាក់ដូចជានាងទើបតែបានផ្ដល់អាហារដ៏ឆ្ងាញ់មួយដល់គាត់ជំនួសឲ្យឈាមពិតរបស់នាង Queen យល់ឃើញថាការបឺតឈាមក្នុងបរិមាណតិចតួចនេះនឹងមិនបង្កគ្រោះថ្នាក់អ្វីដល់នាងឡើយគ្មានអ្វីដែលអាហារសម្រន់និងការគេងមួយស្រឡះមិនអាចដោះស្រាយបានទេឥឡូវនេះគាត់គ្រាន់តែត្រូវស្វែងរកកន្លែងសម្រាប់ទុកឈាមដែលនៅសល់ដោយមិនធ្វើឲ្យមានរឿងរ៉ាវរន្ធត់នៅក្នុងការតាបរបស់គាត់ដោយចៃដន្យបន្ទាប់ពីផឹកហើយគាត់ញញឹមហើយនិយាយថាវាមានរសជាតិផ្អែមហាក់ដូចជាគាត់ទើបតែបានភ្លក់ស្រាទំពាំងបាយជូរដ៏ល្អបំផុតឡៃឡាពោរពេញទៅដោយភាពរីករាយ Queen កំពុងគិតយ៉ាងស៊ីជម្រៅដឹងថាឈាមនេះពិតជាមានរសជាតិឆ្ងាញ់គួរឲ្យភ្ញាក់អោលមិនមានក្លិនលោហៈគ្រាន់តែរលោងនិងងាកអារម្មណ៍ពេញចិត្តយ៉ាងចម្លែកគាត់មិនប្រកាសថាតើអណ្ដាតរបស់គាត់បានវិវត្តឬក៏គាត់គ្រាន់តែត្រូវចាប់ផ្ដើមសួរខ្លួនឯងអំពីជំរឿននៃជីវិតរបស់គាត់ការជូនដំណឹងអំពីប្រព័ន្ធមួយទៀតបានលេចឡើងវាបានបញ្ជាក់ថាសុខភាពរបស់គាត់ពេញលេញហើយដូច្នេះឈាមមិនអាចបង្កើនគុណសម្បត្តិរបស់គាត់បានទេហើយវាបានត្រូវបានការប្រើប្រាស់រួចហើយទីបំផុត Queen បានយល់ឈាមគឺជាភេសជ្ជៈធម្មពលមន្តកាសអាស្រ័យលញាក់ដែលគាត់ផឹកឈាមពីគាត់អាចនឹងដោះសារស្ថិតិបន្ថែមហាក់ដូចជាគាត់កំពុងប្រមូលរបស់ពីមនុស្សដើម្បីដំឡើងកម្រិតក្រឡេកទៅមើលក្រុមមនុស្សកាលពីមុន Queen មានអារម្មណ៍ស្ដាយក្រោយបន្តិចគាត់បានបណ្ដោយឲ្យឈាមដ៏ល្អទាំងនោះខ្ជិះខ្ជាយដូចជាអ្នកចំណូលថ្មីវាគឺជាកំហុសរបស់អ្នកចាប់ផ្ដើមដំបូងប៉ុន្តែលើកក្រោយគាត់នឹងមកជាមួយបំពង់បឺតនិងផែនការច្បាស់លាស់ដោយគាត់សម្គាល់ឃើញស្នាមញញឹមដ៏គួរឲ្យសង្ស័យរបស់ Queen ជាប្រភេទស្នាមញញឹមដែលជាធម្មតាកើតឡើងមុនពេលមានគំនិតមិនល្អលេឡាយល់ថាគាត់ប្រហែលជាទើបតែបានរកឃើញអ្វីដែលចម្លែកនិងប្រហែលជាគ្រោះថ្នាក់ Queen ដែលមានភាពអៀនខ្មាសបន្តិចហាក់ដូចជាគាត់ទើបតែត្រូវបានគេចាប់បានថាកំពុងយល់សប្បុរសអំពីការត្រួតត្រាពិភពលោកបានងក់ក្បាលនិងអរគុណនាងគាត់បាននិយាយថាទីបំផុត
គាត់មានទិសដៅថ្មីហើយសង្ឃឹមថាវាមិនពាក់ព័ន្ធនឹងការខំមនុស្សកាន់តែច្រើននៃទីសាធារណៈឡើយដោយក្តីរំភើបគាត់បានកាន់ដៃនាងនិងនិយាយថាពួកគេគួរតែទៅបណ្ណាល័យម្ដងទៀតលៃឡាភ្ញាក់ផ្អើលហើយបានរំលឹកគាត់ថាគាត់បានញ៉ាំរួចហើយប៉ុន្តែនាងមិនទាន់បានញ៉ាំអ្វីនៅឡើយទេ Queen បានស្នើឲ្យពួកគេទៅរកអ្វីញ៉ាំសិនដោយបាននិយាយយ៉ាងសាមញ្ញថាជាតិស្ករក្នុងឈាមពេលពុះទទេរបស់នាងហាក់ដូចជាខ្ពស់បន្តិចដូចជាបិសាចជញ្ជើកឈាមដែលមានការងារក្រៅម៉ោងជាអ្នកជំនាញអាហារូបត្ថម្ភលៃឡាភ្ញាក់ផ្អើលដែលគាត់អាចដឹងរឿងនោះគាត់បានសើចនឹងនិយាយថាគាត់គ្រាន់តែលេងសើចប៉ុណ្ណោះដោយពួកគេមិនដឹងខ្លួនមាននរណាម្នាក់កំពុងលួចមើលពីបន្ទប់ព្យាបាលដោយដើរតួជាអ្នកសង្កេតការលាក់ខ្លួនយ៉ាងម៉ឺងម៉ាត់បំផុតនោះគឺជា Warden ដែលបានលាក់ខ្លួនយ៉ាងជំនាញដូចជា Ninja ដែលចូលចិត្តរឿងរ៉ាវអធម្មប្រយោជន៍សម្លឹងមើលពួកគេចាស់ចេញទៅដោយស្ងៀមស្ងាត់ខណៈពេលដែលប្រហែលជាកំពុងវិនិច្ឆ័យអ្វីៗគ្រប់គ្នានិងសរសេររបាយការណ៍ក្នុងចិត្តដែលគ្មានអ្នកណាសុំគាត់បានរអ៊ូម្នាក់ឯងឆ្ងល់ថាតើពួកគេបានភ្លេចគាត់រួចទៅហើយមែនទេពិតជាអក្សរមែនគាត់គិតបន្ទាប់មកដោយមានការបដៅជាចិត្តដូចជាអ្នកដែលកំពុងឆាមនំពីហ្សាចុងក្រោយគាត់បានប្រកាសថា Queen គឺជារបស់គាត់និងគ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យមកលេងសើចជាមួយគាត់ឡើយត្រឡប់មកក្នុងបន្ទប់វិញ Wooden អង្គុយស្ងៀមនៅលើគ្រែហាក់ដូចជាកំពុងរងចាំការផ្លាស់ប្ដូរគ្រោងរឿងដែលមិននឹកស្មានដល់សំឡេងមួយបានបន្លឺឡើងនៅជុំវិញគាត់ពោពេញដោយការរិះគន់ដោយអះអាងថា Queen បង្កបញ្ហាតាំងពីចម្ងាយ10ម៉ៃវាចង់ដឹងថាហេតុអ្វីបានជា Wooden ទៅពាក់ព័ន្ធជាមួយមនុស្សបែបនោះដោយព្រមានថាបរិសុទ្ធទូចម្នាក់នោះគឺជាមេដែកស្រួបទាញគ្រោះមហន្តរាយហើយនរណាម្នាក់នឹងត្រូវរងរបួសជាមិនខានដែលប្រហែលជាប៉ះពាល់ដល់សតិរបស់ Wooden តែម្ដងជាមួយនឹងទឹកមុខមើងម៉ាត់ Wooden បានឆ្លើយតបយ៉ាងមុតមមគាត់បានសារភាពថាសំឡេងនោះបាននិយាយហួសហេតុពេកហើយនិយាយថាតាមត្រង់ទៅគាត់មិនខ្វល់ទេប្រសិនបើ Queen ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់បរិសុទ្ធទូចនោះទោះជាយ៉ាងណាក៏ដោយវាមិនណែមានន័យថា Queen មិនត្រូវបានអនុញ្ញាតឲ្យនិយាយជាមួយអ្នកដទៃនោះទេសំឡេងនោះបានតបវិញជាមួយនឹងការព្រមានយ៉ាងខ្លាំងក្លាដោយបញ្ជាក់យ៉ាងច្បាស់ថាប្រសិនបើ Wooden ប៉ះពាល់សម្បីតែជុំរាមដៃលើពួកគេវានឹងគ្មានការអត់ឱនឡើយហើយនឹងមានផលវិបាកជាកញ្ចប់ដែលភ្ញើយួនភ្លាមវាបានចប់ដោយស្ទៀលទួយអង្គកំណាត់ថាចាំមើលទេប្រហែលជាកំពុងមូលពុកម៉ាត់ដែលមើលមិនឃើញផងក៏មិនដឹងនៅពេលនោះ Peter បានដើរចូលក្នុងផ្ទះហើយស្លង្កាំងមានសំឡេងនិយាយគ្នាដោយភាពងឿងឆ្ងល់គាត់បានក្រឡេកមើលជុំវិញហើយរអ៊ឺម្នាក់ឯងដោយឆ្ងល់ថាតើ Wooden ត្រឡប់មកវិញលឿនម្ល៉េះហើយតើគាត់កំពុងឆ្លោះជាមួយយ៉ាងណាឲ្យប្រកាសសង្ឃឹមថាមិនមែនឆ្លោះជាមួយគ្រឿងសង្ហារិមរបស់គាត់ម្ដងទៀតចុះនៅក្នុងបន្ទប់ Wooden បានលើកសំឡេងម្ដងទៀតដោយបញ្ជាក់ទៅកាន់វត្តមានដែលមើលមិនឃើញនោះថាគាត់នឹងមិនបណ្ដោយឲ្យអ្វីដែលបានកើតឡើងពីមុនកើតឡើងម្ដងទៀតឡើយ Peter បានចូលទៅជិតដោយប្រយ័ត្នហើយសួរថាការជជែកគ្នាលក្ខណៈបេះដូងនិងបេះដូងនោះចាប់ហើយឬនៅដោយបួងសួងស្ងាត់ថាគាត់មិនបានចូលមកកាប់ចង្វាក់ Wooden ក្នុងវគ្គ Arguing with Invisible People Deluxe Edition នោះទេ Wooden ភ័យព្រួតនៅពេលឃើញ Peter ហើយបង្ខំញញឹមដោយមនុស្សដែលត្រូវគេចាប់បានថាកំពុងធ្វើអ្វីមួយចម្លែកខ្លាំងដោយភាពអៀនខ្មាស់គាត់អះអាងថាគាត់មិនបាននិយាយជាមួយអ្នកណានោះទេគ្រាន់តែហាត់សមនិយាយម្នាក់ឯងសម្រាប់រឿងភាគដោយមានហេតុផលប៉ុណ្ណោះ Peter បានសម្លឹងមើលគាត់ហើយនិយាយថាគាត់មិនមែនឈួតទេព្រោះមានសម្លេងនិយាយច្បាស់លើកលែងតែ Wooden ចេះនិយាយឆ្លើយឆ្លងម្នាក់ឯងដូចមានបំពង់សម្លេងជុំវិញខ្លួនដោយព្យាយាមបំវែដាន Wooden បានញញឹមយ៉ាងស្រស់បោស្មារបស់ Peter ด้วยแนวនយោបាយដែលគេចពីសំណួរ
ហើយនិយាយថាគាត់ប្រហែលជាគ្រាន់តែនិយាយទាំងងុយគេងដោយមានអារម្មណ៍ខ្លាំងពេកប៉ុណ្ណោះបន្ទាប់មកដូចជាអ្នកជំនាញខាងបំវែអារម្មណ៍គាត់បានទៅចែកឲ្យពួកគេទៅរកអ្វីញ៉ាំវិញនៅពេលដែលពួកគេទាំងពីរចាក់ចេញទៅ Wooden បានពន្យល់ថាគាត់កំពុងឃ្លានខ្លាំងណាស់ពួកក្មេងស្ទាវទាំងនោះបានធ្វើឲ្យអាហារថ្ងៃត្រង់របស់គាត់យឺតយ៉ាវរហូតដល់ក្លាយជាអាហារពេលល្ងាច Peter ដែលនៅតែមានការព្រួយបារម្ភនិងសង្កេតឃើញអ្វីដែលមិនប្រក្រតីអំពីអាកប្បកិរិយារបស់ Wooden បានសួរថាតើមនុស្សទាំងនោះបានធ្វើអ្វីខ្លះចំពោះគាត់ Wooden បានសើចបិទបាំងដោយនិយាយថាពួកគេមិនអាចធ្វើអ្វីគាត់បានឡើយគាត់បានហៅពួកគេថាសម្រាមហើយសារភាពថាពួកគេគ្រាន់តែធ្វើឲ្យអារម្មណ៍របស់គាត់ធ្លាក់ចុះបន្តិចបន្តួចប៉ុណ្ណោះប៉ុន្តែគាត់បានធានាជាមួយ Peter ថាគាត់បានកែសម្រួលអារម្មណ៍រួចរាល់ហើយទន្ទឹមនេះនៅម្ខាងទៀត Queen បានអរគុណ Ela សម្រាប់ថ្ងៃនេះ Ela បានអោនក្បាលបន្តិចយ៉ាងសម្រម្យនិងមានលក្ខណៈដូចក្នុងរឿងភាគហើយនិយាយថាវាជាកិត្តិយសរបស់នាងហាក់ដូចជា Queen ទើបតែបានតែងតាំងនាងជាអ្នកក្លាហានអញ្ចឹងបន្ទាប់មកនាងបានថែមទាំងរីករាយថានាងនឹងជួបគាត់នៅថ្ងៃស្អែកហាក់ដូចជាពួកគេមិនទាន់បានឆ្លងកាត់ថ្ងៃដ៏ចម្លែកនោះឡើយ Queen ញញឹមហើយនិយាយលាធម្មតាប៉ុន្តែក្នុងចិត្តគាត់គិតថាការហៅគាត់ថា Master ចៅ Fai គឺវាហួសហេតុបន្តិចហើយនេះមិនមែនជារឿងអានីមេទេហើយគាត់ក៏មិនមានប្រាសាទផ្ទាល់ខ្លួនដែរលុះដល់ពេលល្ងាច Queen បានត្រឡប់មកផ្ទះវិញហៅអ្នកក្រំផ្ទះពេលដាវចោលទៅគាត់បានឃើញ Peter និង Wooden នៅទីនោះរួចជាស្រេច Peter កំពុងរវល់លែងជាមួយធម្មពលអារូប៊ីរបស់គាត់ដោយគ្មានព្យាយាមធ្វើឲ្យតុក្កតាមានពន្លឺភ្លាមនោះអ្វីមួយក៏ទទួលបានជោគជ័យហើយ Peter បានអបអរសាទរដោយជាគាត់ទើបតែឆ្នាក់ឆ្នោតនៅកម្រិតដើមបំផុត Wooden បានសរសើរ Peter ដោយបង្ហាញភាពពេញចិត្តចំពោះការរីកចម្រើនរបស់គាត់ Queen ដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងបានសួរថាតើ Peter ពិតជាបានគ្រប់គ្រងធម្មពលអរូបីបានហើយឬមួយក៏គាត់គ្រាន់តែសំណាងដោយចុចជំបូតុងចក្រវាឡត្រឹមត្រូវប៉ុណ្ណោះ Peter ញញឹមដោយភាពរំភើបហើយបញ្ជាក់ដោយក្មេងពង្ហាយតុក្កតាថ្មីទីបំផុតគាត់មានសមត្ថភាពមួយហើយពិតជាត្រៀមខ្លួនរួចជាស្រេចដើម្បីកំទេចអ្វីមួយជាមួយនឹងវា Wooden បានចង្អុលបង្ហាញពីគុណវិបត្តិមួយការកាន់ដុំភុកទៅតាមខ្លួនអាចមើលទៅចម្លែកបន្តិចដោយចូលទៅជិត Peter គាត់បានបង្ហាញពីវិធីដែលមានប្រសិទ្ធភាពជាងក្នុងគ្រប់គ្រងធម្មពលដោយណែនាំវិធីសាស្ត្រដែលមិនតម្រូវឲ្យចេញដីរាល់ពេលនោះទេ Peter បានបើកភ្នែកធំដោយភាពភ្ញាក់ផ្អើលហើយបានពោលពាក្យសរសើរទៅកាន់ Wooden ដោយជាការបាយផ្កាគាត់ថែមទាំងប្រៀបធៀប Wooden ទៅនឹងអ្នកប្រើប្រាស់សមត្ថភាពកម្រិតទី5ហាក់ដូចជា Wooden ទើបតែបើក Boss Mode នៅក្នុងជីវិតពិត Wooden បានបដិសេធដោយនិយាយថា Peter ក៏អាចធ្វើវាបានដែរគ្រាន់តែត្រូវការហ្វឹកហាត់ប៉ុណ្ណោះបន្តមក Queen បានសួរ Wooden ថាគាត់សុខសប្បាយជាទេដោយលើកឡើងថាទាំងគាត់និង Peter សុទ្ធតែមានការព្រួយបារម្ភ Wooden បានសារភាពថាគាត់អាចនឹងងាយរងឥទ្ធិពលបន្តិចបន្តួចដូចជាអង្ទែនចាប់រលកអារម្មណ៍ប៉ុន្តែបានប្រាប់ Queen កុំឲ្យបារម្ភគាត់សុខសប្បាយទេគឺស្ថិតស្ថេរបន្តិចបន្តួចហើយពួកគេទាំងពីរនឹងស៊ាំនឹងភាពចម្លែកនេះមិនយូរមិនឆាប់ Queen ព្យាយាមសួរឲ្យកាន់តែស៊ីជម្រៅដោយនិយាយថាវាមិនមែនជាអ្វីដែលគាត់ចង់មានប្រការនោះទេប៉ុន្តែមុនពេលគាត់អាចនិយាយបែបអក្ខរាវិរុ Peter បានបង្វែរការសំទោសដូចអ្នកជំនាញភ្លាមនោះគាត់បានសួរថាតើ Queen កំពុងមានស្នេហាឬអត់ Wooden បានផ្ទុះសំណើចយ៉ាងខ្លាំងដោយរីករាយនឹងម៉ោងជជែករឿងអាស្រួយដែលមិននឹកស្មានដល់នេះ Peter នៅតែបន្តនិយាយដោយលើកឡើងពីក្មេងស្រីកាលពីរសៀលមិញម្នាក់ដែលមើលទៅហាក់ដូចទីជាប់ស្អិតនៅក្បែរ Queen នោះ Wooden បានចូលរួមការលែងសើចនេះដោយញញឹមទាំងហៅ Queen ថាជាក្មេងខិលខូចដែលលះសង្សារម្នាក់ទាំងមូលដោយជាការសម្ងាត់របស់រដ្ឋ Queen ដែលកំពុងតែភ័យស្លន់ស្លាបានចាប់ផ្ដើមបដិសេធដូចជាកេរ្តិ៍ឈ្មោះរបស់គាត់កំពុងត្រូវបានកាត់ក្តី
រហូតដល់គាត់នឹកឃើញគ្រូដ៏រន្ធត់ដែលនាងហៅគាត់ថា Master មុខរបស់គាត់ឡើងក្រហមភ្លាមៗដោយព្យាយាមកែខៃស្ថានភាពគាត់បានបញ្ជាក់យ៉ាងច្បាស់ថាពួកគេគ្រាន់តែជាមិត្តរួមថ្នាក់ប៉ុណ្ណោះគ្មានអ្វីចម្លែកទេគាត់គ្រាន់តែបានសួរនាងសុំយោបល់អំពីអាវុធ Biskia ប៉ុណ្ណោះមិនមែនចោះឈ្មោះសម្រាប់រឿងភាគស្នេហាបែប fantasy នោះទេ Peter ដែលពេញចិត្តនឹងចម្លើយបានសួរថាតើ Queen បានសម្រេចចិត្តចូលរួមក្នុងក្រុម Biskia ហើយឬនៅដោយភាពងឿងឆ្ងល់ Queen បានសួរថាវាជាអ្វី Peter បានពន្យល់ថាវាជាផ្នែកមួយនៃថ្នាក់អនុវត្តការប្រយុទ្ធសិស្សត្រូវបានបែងចែកជាពីរក្រុមដៃទទេនិងក្រុម Biskia អាស្រ័យលើចំណុចចិត្តផ្ទាល់ខ្លួនសិស្សអាចជ្រើសរើសប្រយុទ្ធដោយមានអាវុធឬគ្មានអាវុធប្រសិនបើគ្មានសមត្ថភាពអារូពីការប្រយុទ្ធដៃទទេត្រូវពឹងផ្អែកលើកម្លាំងកាយខណៈដែលក្រុម Biskia ផ្ដោតលើការប្រើប្រាស់អាវុធនិងបច្ចេកទេស Wooden បានបន្ថែមថាជាមួយនឹងអាវុធដែលត្រឹមត្រូវនិងការប្រើប្រាស់ខួរក្បាលបន្តិចបន្តួចសូម្បីតែមនុស្សកម្រិតទាបក៏អាចផ្ដួលញាក់ដែលខ្លាំងជាងខ្លួនបានដែរដែលវាដូចជាការបង្វាយុទ្ធសាស្ត្រហើយទៅជាលេខកូដបណ្ណំដែលស្របច្បាស់ Peter បានសារភាពថាភ័ក្រលើកម្រិតបច្ចុប្បន្នរបស់គាត់ប្រហែលជាត្រូវទៅក្រុមដៃទទេដែលជាក្រុមសូមគុំវេខ្លួនខ្លាំងពេកគាត់គ្រាន់តែសង្ឃឹមថាគូប្រកួតរបស់គាត់នឹងមានក្តីមេត្តានិងមិនមានគំនុំជាមួយគាត់ទេ Wooden ញញឹមហើយបានស្ម័គ្រចិត្តចូលរួមក្នុងក្រុមដៃទទេដែរទើបពួកគេអាចមើលថែគ្នាទៅវិញទៅមក Peter បានចង្កូតបង្ហាញថាវានឹងធ្វើឲ្យ Queen នៅម្នាក់ឯងជាមួយនឹងស្នាមញញឹមលេងសើច Wooden បាននិយាយថាមិត្តស្រីរបស់ Queen ប្រហែលជាអាចមើលថែគាត់បានប្រហែលជាអាចយកអាហារសម្រន់និងផ្ដល់ការគាំទ្រផ្នែកអារម្មណ៍ឲ្យគាត់ទៀតផង Queen បានធានាចំពោះពួកគេទាំងពីរថាគាត់នឹងមិនអីគាត់បានគិតក្នុងចិត្តថារហូតមកដល់ពេលនេះមិនទាន់មាននរណាម្នាក់ដឹងអំពីសមត្ថភាពពិតរបស់គាត់ឡើយហើយគាត់ពិតជាត្រូវរកពីសមស្រាប់ដើម្បីទម្លាយការពិតទោះជាយ៉ាងណាក៏ដោយអាវុធ Biskia ទាំងនោះមើលទៅពិតជាគួរឲ្យទាក់ទាញណាស់ដែលប្រហែលជាអស្ចារ្យជាងការសម្ងាត់របស់គាត់ទៅទៀតដែលនេះធ្វើឲ្យគាត់មានវិបត្តិទំនុកចិត្តបន្តិចបន្តួចមិនយូរប៉ុន្មានសិស្សទាំងអស់បានជួបជុំគ្នានៅក្នុងសាលធំមួយគ្រូបង្ហាត់បានថ្លែងទៅកាន់ពួកគេបើពន្យល់ថាភារកិច្ចដំបូងរបស់ពួកគេគឺការជ្រើសរើសអាវុធប្រសិនបើគ្មានថាមពលអារូពីអាវុធនឹងក្លាយជាទម្រង់ការពារតែមួយគត់របស់ពួកគេក្នុងចំណោមហ្វូងមនុស្សក្មេងប្រុសម្នាក់បានលេងសើចថាក្រុមដៃទទេប្រហែលជាកំពុងទទួលបានការលើកទឹកចិត្តដោយគ្នាដែរលើកលែងតែសាររបស់ពួកគេគឺសំណាងល្អហើយព្យាយាមកុំឲ្យគេដើរចំមុខសិលម្នាក់ទៀតបានសួរដោយបញ្ឈឺថាតើនឹងមានអ្វីកើតឡើងប្រសិនបើពួកគេបាត់បង់អាវុធដែរភ្លាមនោះវត្ថុមុតស្រួចមួយបានហោះកាត់ខ្យល់នៅចន្លោះពួកគេដូចជាមាននរណាម្នាក់ទើបតែខ្វែងកំបិតហោះនឹងលបឿនយឺតវាមិនមែនជាផ្នែកនៃស្លាយបង្ហាំងក្នុងការទម្រង់ផ្ទះនោះទេគ្រូបង្ហាត់ម្នាក់បានប្រកាសពីលើអាកាសមើលមកពួកគេដូចជា ninja ដ៏អស្ចារ្យម្នាក់ហើយបានប្រកាសយ៉ាងសាមញ្ញថាក្នុងស្ថានភាពបែបនេះពួកគេគួរតែស្លាប់ទៅប្រសើរជាងនេះគឺ Leo ដែលជាគ្រូបង្ហាត់អាវុធ Biskia សិស្សទាំងពីរនាក់បានស្ងៀមភ្លាមដោយបង្ហាញភាពភ័យខ្លាចទន្ទឹមនេះ Ila បានសួរ Queen ថាតើមើលទ្រូងបន្ទប់ទាំងពីររបស់គាត់មិនបានមកជាមួយគាត់ទេឬ Queen បានតបថាពួកគេបាត់ទៅក្រុមដៃទទេ Ila ញញឹមដាក់ពេងជិកហើយនិយាយថាវាមានន័យថាពួកគេទាំងពីរអាចនៅជាមួយគ្នាបានហើយគ្មានការរំខានគ្មានសក្តិសិទ្ធិមានតែភាពហ្វឹកហើយពេលវេលាបង្កើតចំណងមិត្តភាពប៉ុន្តែបន្ទាប់មកទឹកមុខរបស់នាងបានផ្លាស់ប្ដូរនៅពេលដែលភ្នែករបស់នាងសម្លឹងទៅក្មេងស្រីម្នាក់ទៀតនាងហាក់ដូចជាមានការធុញទ្រាន់នឹងវត្តមានរបស់ក្មេងស្រីនោះ Queen បានសួរថាតើនាងកំពុងសំដៅលើអ្នកណាគាត់បានក្រឡេកមើលក្មេងស្រីនោះហើយស្គាល់នាងភ្លាម Ellen ដែលជាមិត្តរួមថ្នាក់ដែលបានវាយ Ila ឲ្យចាញ់យ៉ាងងាយកាលពីលើកមុនគាត់មិនអាចទប់ការភ្ញាក់ផ្អើលបានទេដែលឃើញមនុស្សម្នាក់ដែលខ្លាំងដូចជា Final Boss ទៅហើយបែរជាមកស្វែងរកអាវុធ Biskia ដូចជាត្រូវការកម្លាំងបន្ថែមទៀត Ila បាននិយាយដោយការតាំងចិត្តថាប្រសិនបើនាងជួប Ellen ម្ដងទៀត
នាងនឹងមិនចាញ់ជាដាច់ខាតគ្រូបង្ហាត់លេអូបានហៅអ្នកគ្រប់គ្នាឲ្យយកចិត្តទុកដាក់ណែនាំពួកគេឲ្យជ្រើសរើសអាវុធសិស្សម្នាក់ៗត្រូវបានអនុញ្ញាតឲ្យយកតែមួយគត់ហើយគាត់បានរំលឹកពួកគេឲ្យវាយតម្លៃដោយប្រុងប្រយ័ត្នលើកត្តាផ្សេងៗដូចជាទម្ងន់កម្លាំងនិងចម្ងាយវាយប្រហារដើម្បីស្វែងរកអាវុធដែលស័ក្តិសមបំផុតសិស្សបានចាប់ផ្ដើមជ្រើសរើសអាវុធម្ដងម្នាក់Queen បានមើលធ្នើអាវុធដូចក្មេងនៅក្នុងហាងស្កាគ្រាប់ដោយលួចសរសើរថាជំនាញរបស់គាត់ពិតជាមានប្រយោជន៍ខ្លាំងណាស់វាអនុញ្ញាតឲ្យគាត់មើលឃើញយ៉ាងច្បាស់ថាតើអាវុធនីមួយៗនឹងបង្កើនកម្រិត stats របស់គាត់យ៉ាងដូចម្ដេចដែលវាដូចជាការដើរទិញអីវ៉ាន់ដោយប្រើលេខកូដបន្លំភ្នែករបស់ Queen បានធ្លាក់ទៅលើស្រោមដែកមួយគូប្រព័ន្ធបានកំណត់អត្តសញ្ញាណពួកវាភ្លាមៗថាជា Black Horny Gauntlets ដែលអាចប្រើជាមួយ Blood Edge បានដោយផ្ដោតលើការកើនឡើង 5% លើការខូចខាតរបស់ Blood Edge ដោយដឹងថាអាវុធនេះនឹងបង្កើន stats របស់គាត់និងបង្កើនកម្លាំងវាយប្រហារ Queen ដឹងថាគាត់បានរកឃើញ Holy Grail នៃអាវុធវាយដំហើយដោយមិនបង្អង់យូរគាត់បានចាប់យកស្រោមដែកនោះហាក់ដូចជាគាត់ទើបតែបានរកឃើញវាសនារបស់គាត់ឬយ៉ាងហោចណាស់ក៏ជាគ្រឿងបន្លាស់ថ្មីដែលគាត់ចូលចិត្តបំផុតដែរភ្លាមនោះគ្រូបង្ហាត់ម្នាក់បានបង្ហាញខ្លួនពីក្រោយគាត់ដូចជាតួអង្គ NPC ដែលចូលចិត្តរិះគន់ហើយបានណែនាំដោយសុភាពថាគាត់គួរតែរើសអ្វីដែលងាយស្រួលគ្រប់គ្រងជាងនេះជាងអ្វីដែលមើលទៅហាក់ដូចជាអាចធ្វើឲ្យខ្លួនឯងរងរបួសដោយអចេតនាដោយភាពភ្ញាក់ផ្អើល Queen បានសួរថាហេតុអ្វីគ្រូបង្ហាត់បានពន្យល់ដូចជាមនុស្សដែលព្យាយាមឃាត់អ្នកថ្មីថ្មងកុំឲ្យទៅដល់ម៉ាស៊ីនកាត់ស្មៃថាទោះបីជាស្រោមដៃដែកមានភាពរឹងមាំនិងផ្ដល់ការពារក៏ដោយប៉ុន្តែចម្ងាយវាប្រហារដ៏ខ្លីរបស់វាមានន័យថា Queen ត្រូវតែទៅអោបអ្នកដែលមានដាវទើបអាចវាយគេចំ Queen បានងក់ក្បាលដោយទំនុកចិត្តដឹងយ៉ាងច្បាស់ថាវាមានហានិភ័យប៉ុន្តែនៅតែទទួលចាំងសាកល្បងដបិតធ្វើខ្លះវិធីល្អបំផុតក្នុងការរៀនសូត្រគឺការប្រថុយប្រឋានចូលទៅក្នុងភាពវឹកវរក្នុងចម្ងាយជិតនៅពេលដែលគ្រូបង្ហាត់ដើរចេញទៅគាត់បានរអ៊ឺតិចថាវាគឺជាជម្រើសដ៏ចម្លែកដូចជាមនុស្សម្នាក់ដែលសុខចិត្តជ្រើសរើស hard mode គ្រាន់តែដើម្បីចង់បង្អួតគេប៉ុណ្ណោះមិនយូរប៉ុន្មាន Leo បានហៅសិស្សទាំងអស់ឲ្យមកជួបជុំគ្នាសួរថាតើនរណានឹងស្ម័គ្រចិត្តសម្រាប់ការប្រកួតហ្វឹកហាត់ដំបូង Aileen គឺជាអ្នកដំបូងដែលឈានជើងចេញមកមុខវត្តមានរបស់នាងបានធ្វើឲ្យមានការខ្សឹបខ្សៀវពេញសាលាអ្នកខ្លះមានការស្ងើចសរសើរដែលទេពធីតាចេញមកមុនគេខណៈដែលអ្នកផ្សេងទៀតដែលលេងសើចទាំងលោទាំងថ្ងៃបានលេងសើចអំពីការប្រើប្រាស់ឱកាសមាសនេះដើម្បីយកចំណេះបេះដូងនាងឬយ៉ាងហោចណាស់ក៏ទទួលបានរបួសដ៏លយឆាយសម្រាប់យកទៅអួតនៅពេលក្រោយដែរអ្នកសិក្សាម្នាក់បានចូលទៅជិតដូចជាកំពុងចែករំលែកព័ត៌មានសម្កាត់កំពូលដោយប្រុងប្រយ័ត្នម្នាក់ទៀតថានាងគឺជាអ្នកប្រើប្រាស់កម្រិតទី5ហើយលើកលែងតែគេចង់ស្លាប់ឬមានកម្រងចូលពេទ្យល្អការចង់ឆ្លុះជាមួយនាងគឺជាភាពឆ្កួតសុទ្ធសាធអ្នកសិក្សាទី3បានចូលរួមទាំងភ្នែកឡើងផ្កាយអះអាងថាការត្រូវនាងវាយគឺជាកិត្តិយសដូចជាក្លិនទឹកអប់និងឈឺចាប់ដែលលាយឡំដោយភាពល្អឥតប្រចោះនៅពេលដែល Aileen ឈានជើងមកមុខគ្រូបង្ហាត់មិនទាន់ទាំងនិយាយចប់ពាក់កណ្ដាលឃ្លាផងអំពីការរកញាក់មកប្រយុទ្ធជាមួយនាងស្រាប់តែដៃជាច្រើនបានលើកឡើងហើយសំឡេងស្រែកថាខ្ញុំស្ម័គ្រចិត្តបានបន្លឺឡើងដូចជាការប្រកួតដើម្បីដណ្ដើមកៅអីជួរមុខក្នុងការប្រគំតន្ត្រីដែលតារាឆ្នើមអាចនឹងដាល់ពួកគេចំមុខអញ្ចឹងគ្រូបង្ហាត់ដែលមិនរងរង្គើដោយភាពវឹកវរបានជើងអុលទៅសិស្សដែលមានមាឌធំម្នាក់ហើយប្រាប់ឲ្យគេដើរចេញមកមុខ
ដែលវាបានធ្វើឲ្យក្តីស្រមៃរបស់អ្នកស្ម័គ្រចិត្តដែលមានសង្ឃឹមយ៉ាងហោចណាស់20អ្នកផ្សេងទៀតត្រូវរលាយសូន្យក្នុងពេលតែមួយសិលមាធំនោះបានស្គាល់ឈ្មោះ Eileen យ៉ាងច្បាស់ដោយសារតែភាពល្បីល្បាញរបស់នាងក្នុងនាមជាសិលឆ្នាំទី1ប៉ុន្តែបើទោះបីជាមើលទៅតាមទំហំខ្លួនរបស់នាងក៏ដោយក៏គេនៅតែជឿជាក់ថានាងនឹងចាំងយ៉ាងងាយស្រួលបំផុត Eileen មិនបាននិយាយអ្វីទាំងអស់នាងគ្រាន់តែលើកដាវរបស់នាងឡើងនៅពេលដែលបរិបមាសធំនោះស្ទុះមកដូចជាគោជលដែលកំពុងខឹងនាងបានអោនកិច្ចយ៉ាងរហ័សទៅពួននៅពីក្រោយគេហើយដាក់ដាវនៅត្រង់ករបស់គេហាក់ដូចជានាងកំពុងសួរគេដោយសុវិជ្ជាធម៌ថាតើគេចង់ចាញ់ក្នុងសភាពបែបណាគេបានឈប់ងក់កម្ដៅត្រជាក់នៃផ្លែដាវនៅលើករបស់គេបានធ្វើឲ្យគេដឹងច្បាស់ថាគេគ្មានឱកាសឈ្នះទាល់តែសោះហើយដោយគ្មានការស្តាក់ស្ទើរគេក៏បានព្រមទទួលបរាជ័យដោយសង្កេតឃើញចលនាដ៏រហ័សរហួនរបស់នាង Queen បានកត់សម្គាល់ពីរបៀបដែល Eileen ធ្វើសកម្មភាពរាល់សកម្មភាពទាំងអស់គឺមានគោលបំណងច្បាស់លាស់និងមាន